ยลูกยีลูกตาสวีทนะบองโอนะลูกตาไปจุน90 ឆ្នាំลูกยีไปจุน81 ឆ្នាំតាមពិតលោកតាក៏មានបញ្ហាហឹងតិចអញ្ចឹងមើលជួលោកតាទៅក៏ឆ្លៀតមើលជួលោកយាយមួយទៀតទៅក៏មកចំណែនគ្នា free ឲ្យឆ្លៀតនិយាយលេងសួរនោមវិតាណាដើមតោមប្រវត្តិស្នេហាគាត់ហើយលោកតាក៏បានចែករំលែកបទពិសោធន៍ជីវិតគាត់ដែរជីវិតដែលជាគ្រូបង្រៀនកាលពីសម័យសង្គមរាស្ត្រនិយមការចំនួនស្រឡាញ់គ្នានឹងនិយាយម្ដាយទុកឪពុកដាក់ឬក៏ស្នេហ៍ចិត្តនឹងចិត្តណៃទុកដាក់អាយុ16អូហើយលោកតាពីក្មេងធ្វើអីគ្រូបង្រៀនគាត់មានពលសសរទៀតគេថាគ្រូប្រពន្ធល្អចាអត់ទេគ្រូដើមប្រពន្ធល្អកាយច្រើនគ្រូមានសាញ់គ្រូបាទលោកតាពង្រៀនពីដើមពង្រៀនអីលោកតាពីដើមពង្រៀនអីកាលពីក្មេងពង្រៀនអីរៀនបឋមគ្រូពីដើមល្អអាយុ90តាពង្រៀនឆ្នាំណាពង្រៀនពីសង្គមតាម57ឆ្នាំ57សម័យសង្គមរាស្ត្រនិយមចំនួនស្រុកសបោសបាយតែខែច្រើនណាស់តែខែច្រើនមែនលោកចំនួននោះបាទអស់ទេស្ទឹងអាយុប្រពន្ធបញ្ចៃប៉ុណ្ណោះទេស្ទឹងអាយុប្រពន្ធ7ក៏បានដែរចំនួនប្រពន្ធ7បានដែរសារអាច្បាប់ឯកពលភាពទឹកមានឆ្នាំ97 98ទេអញ្ចឹងគ្រូចំនួននោះអាចយកប្រពន្ធបាន7ខែក្នុងភាពអីបងតិចអីក៏គេមើលឲ្យដែរណាធ្វើមកចិត្តនេះខែសានិយាយណាខ្ញុំធ្លាប់ឮគេឲ្យពោគេថាស្រឡាញ់នេះដល់ចាស់ដល់ខ្លោតែអត់ចឹងទេចង់ឲ្យស្រឡាញ់គ្នាចាស់ឲ្យដល់ឯស្លាប់បាត់ដល់ដល់ឈប់ស្រឡាញ់នេះខ្លាចអីដែរឡាឲ្យស្រឡាញ់រហូតនិយាយតាអញ្ចឹងណាបាទបាយតាណាបាទអត់ចង់មានទេចង់ឲ្យជាជនសុខភាពល្អបាទចង់មានក៏ពេញផ្លាយដែរអូកាពិតអាចេញមុខនៅក្នុងអា social media នោះទេខ្ញុំចប់ដុកទ័រឆ្នាំ2013ពីដើមស្លាកឆ្អឹងគេទៅរកគ្រូកាត់បច្ច្រាសជើងឥឡូវស្លាកឆ្អឹងគេមករកគ្រូពេទ្យផ្នែកត្រចៀកច្រមុះបំពង់កគេមានម៉ាស៊ីនអង់ដូស្កូបគេកាមេរ៉ាគេលូកទៅគេលូកទាញថ្នមរបូតភ្លុតប្រើពេលតែ1នាទីដោយដកបន្លាចេញពីទ្រូងអញ្ចឹងបងប្អូនណាខ្លះធ្លាប់ជួបបញ្ហាអញ្ចឹងហើយពិបាកមិនខ្លះហើយដោះស្រាយយ៉ាងដូចម្ដេចគូទ្រូងទៅទៅចឹងហ៎ចាស់គាត់ថាលហូបអីនេះខ្លះហ្នឹងយើងអាបាយយើងលោកបាទពីឲ្យយើងមកហើយលើកទឹកមួយអីចឹងណាបាទតែវាបានលេបដែរលើកទៅលេបអស់បាយប្រហែលឆ្នាំហើយអស់បាយ3ម៉ាត់ដែរទៅរួយលេបដែរលេប7ឆ្នាំបើតែមានរោគគ្រូកោទឹកមុនណាគ្រូកាត់បច្ច្រាសជើងណាអត់ក្នុងអានឹងបើគ្រូនឹងគ្រូដៃស្អាតអត់បកាយដែរគ្រូរួមមើលក្មេងណាហៀសបោទៅខ្លះក្មេងឲ្យយកដៃវាបាច់លៀងឯងកោទៅផាត់ទៅរបូតដែរបាទអរគុណជូនហ្វូសប្បាយបាទរស់នៅ20ឆ្នាំជាមួយនឹងអាចត្រចៀកញុកណែនពេញរុនត្រចៀកអត់ដឹងថាខ្លួនឯងមានបញ្ហាអាចត្រចៀកណែនពេញរុនត្រចៀកទេតើតែថ្ងៃមួយមានអាការៈឈឺចាប់យ៉ាងខ្លាំងនៅក្នុងរុនត្រចៀកឈឺទ្រាំមិនបានលុះមកជួបគ្រូពេទ្យដាក់ម៉ាស៊ីនអង់ដូស្កូបចូលទៅឃើញថាមានអាចត្រចៀកញុកណែនពេញនៅក្នុងរុនត្រចៀកជាលិកាដែលនៅជុំវិញរុនត្រចៀកមានអាការៈហើមដុះសាច់ពូលីបឥឡូវពេលគ្រូពេទ្យយកអាចត្រចៀកដែលកកស្ទះពេញនៅក្នុងរុនត្រចៀកវិញច្រើនណាស់បងប្អូនស្ដាប់ឮច្បាស់ចេះតែម្ដងតើសមាជិកគ្រួសាររបស់លោកអ្នកមានបញ្ហាអញ្ចឹងដែរឬទេសូមជួយចែករំលែកទៅកាន់អ្នកដែលកំពុងតែមានបញ្ហាឲ្យបានដឹងមិនដឹងជាគេយ៉ាងម៉េចបានរបូតត្បូងចូលទៅក្នុងរុនត្រចៀកហើយព្យាយាមឆ្កឹះយកចេញនៅខ្លួនឯងបណ្ដាលឲ្យមានការមុតហូរឈាមជឿចាប់យ៉ាងខ្លាំងបងប្អូនបើមានករណីអញ្ចឹងសូមកុំព្យាយាមយកចេញដោយខ្លួនឯងអ្វីក៏ដោយពីព្រោះវាគ្រោះថ្នាក់ណាស់នៅក្នុងរុនត្រចៀកវាតូចចង្អៀតមានសរសៃឈាមតូចក្រដាសត្រចៀកក៏ស្ដើងដែរ